บางคนนะครับได้ប្រើប្រាស់ Gmail តែមានការផ្ញើសារមករំខានជាប្រចាំរាល់ថ្ងៃជាពិសេសក្រុមហ៊ុន Facebook នឹងតែម្ដងឬក៏ក្រុមហ៊ុនផ្សេងដែលតែងតែផ្ញើសារមករំខានជាប្រចាំរាល់ថ្ងៃតែម្ដងតោះឥឡូវយើងមកមើលវិធីសាស្ត្របិទទាំងអស់គ្នាជាដំបូងបងប្អូនចូលមកកាន់ Google Chrome មួយមកតោះមកយើងចូលកាន់ Gmail របស់យើងទៅចឹងយើងនឹងឃើញផ្សារដែលក្រុមហ៊ុនផ្សេងផ្ញើមកតែតែងតែធ្វើឲ្យការរំខាននៅក្នុងការប្រើប្រាស់ email របស់យើងអញ្ចឹងវិធីសាស្ត្រក្នុងការ fix បងប្អូនក៏ចូលទៅក្នុងកន្លែង address របស់វាមកហើយយើងដូរកន្លែង inbox ដាក់ទៅជា sub វិញមកដើម្បីចូលទៅ unsubscribe វាចោលអញ្ចឹងនេះគឺជាក្រុមហ៊ុនដែលបានផ្ញើសារមកយើងជាប្រចាំអញ្ចឹងបើសិនជាបងប្អូនចង់បិទមិនចង់ឲ្យឃើញសាររបស់ក្រុមហ៊ុនណាបងប្អូនគ្រាន់តែចុចคลิกលើ unsubscribe មកជាការស្រេចអញ្ចឹង unsubscribe ចោលទៅចឹងបងប្អូនធ្វើការ unsubscribe តអស់ទៅក្រុមហ៊ុនណាដែលបងប្អូនគិតថាមិនចង់ឲ្យមានការផ្ញើសារមករំខាន unsubscribe ចោលអស់ទៅប៉ុណ្ណឹងមកយើងនឹងលែងមានការរំខានពីការផ្ញើសារពីក្រុមហ៊ុនផ្សេងៗមកទៀតហើយ